កម្មជននយោបាយថៃដែលដាក់ឈ្មោះខ្លួនឯងថាជាសម្ព័ន្ធការពារបរណភាពទឹកដីកំពុងគៀកោនិស្សិតនិងសង្គមស៊ីវិលឲ្យចូលរួមបដកម្មដ៏ធំមួយនៅមុខស្ថានទូតអាមេរិកនិងម៉ាឡេស៊ីនៅក្នុងទីក្រុងបាងកកនាថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025ជាការប្រមូលផ្ដុំដែលត្រូវបានរៀបចំឡើងដើម្បីស្ដីបន្ទោសជាសាធារណៈចំពោះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមបដកដឹកនាំដោយសកម្មជននយោបាយចតុផនព្រំផាន់កំពុងចោទមេដឹកនាំទាំងពីរថាបានជ្រៀតជ្រែកក្នុងចំនួនអធិបតេយ្យភាពរបស់ថៃជាមួយកម្ពុជាការតវ៉ានេះមិនខុសអ្វីពីការទះកំភ្លៀងអ្នកសម្របសម្រួលដើម្បីបានសន្តិភាពទាំងពីររូបនេះទេទះកំភ្លៀងដោយសារតែហេតុផលពីរយ៉ាងទី1នៅក្នុងការធ្វើបដកម្មនៅស្ថានទូតគឺជាមធ្យោបាយអហិង្សាដ៏ខ្លាំងក្លាបំផុតដើម្បីបង្ហាញការមិនពេញចិត្តចំពោះរដ្ឋាភិបាលបរទេសក្រុមបដកថៃមិនមានគម្រោងទៅស្ថានទូតកម្ពុជាទេមានន័យថាពួកគេមើលឃើញទីក្រុងវ៉ាស៊ីនតោននិងទីក្រុងកូឡាឡាំពួរជាបញ្ហានិងចង់បំបាក់មុខអាមេរិកនិងម៉ាឡេស៊ីទី2លោកឆាតផនកំពុងចោទលោកត្រាំថាបានប្រើប្រាស់លោកអាន់វ៉ាជាមធ្យោបាយមួយដើម្បីដាក់សម្ពាធឲ្យប្រទេសថៃទទួលយកការចរចាជាមួយកម្ពុជាក្រោយពីទាហានថៃដើរជន់មីនដាច់ជើងសកម្មជនរូបនេះនិយាយថាកម្ពុជាបានរំលោភលើកិច្ចព្រមព្រៀងបោះសម្អាតមីនក៏ប៉ុន្តែលោកឆ្រាំនិងលោកអាន់វ៉ាបែរជាគៀបឲ្យថៃបន្ទន់ជំហរទៅវិញលោកបានចាត់ទុករឿងនេះថាជាការបង្ខិតបង្ខំពីបរទេសវោហាសាសនេះដើរបញ្ច្រាស់ជើងពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់ចំនួនព្រំដែនម៉ាឡេស៊ីជាម្ចាស់ផ្ទះនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃអាមេរិកជំរុញឲ្យបន្ធូរបន្ថយភាពតានតឹងតែលោកចតុផនបែរជាមើលឃើញថាលោកឆ្រាំនិងលោកអាន់វ៉ាលំអៀងនឹងអយុត្តិធម៌ទៅវិញអាមេរិកនិងម៉ាឡេស៊ីមិនទាន់ឆ្លើយតបនៅឡើយទេលោកកិនភៀអ្នកវិភាគកិច្ចការនយោបាយបាននិយាយថាប្រទេសថៃសម្បូរតួសម្ដែងម្នាក់ដើរតួកាច់ប្រុងផ្ទះកំភ្លៀងមហាអំណាចម្នាក់ទៀតដើរតួស្លូតចាំលួងពីក្រោយតែអ្នកដឹកនាំរឿងគឺជាមនុស្សតែម្នាក់ខ្ញុំរស់សុធាពី News Today NTTV